nhẹ nhau mệt bóng hay hồi nãy lụi thọ ông làm cây nè thọ làm một tù hay từ tại đắng nè thọ thử ấy đi lớp phong thơ ấy nè có bông cài phần đất mơ ở một con tẹt tật miên thì đã hay nó PA đúng không ổn nâng ấy bóng từ sai nhung khơi ô bò pi nó hiện play cho bạn nhung lụi thọt bóng nó là khơi bạn lấy nhung xua xùm đũa món chẳng ចាថ្ងៃអូនសូម สำหรับอุปกรณ์ปีนั้นแกหาอุปกรณ์ไอ้ได้บอกให้มีตัวตีใหม่บอก ថ្ងៃអូនចាំមកបង្ហាញទីមួយនេះគឺជាប្រភេទឧបករណ៍ TDS អូន TDS ហ្នឹងគឺយើងតេស្តរកសារធាតុរំលាយសរុបដែលមាននៅក្នុងទឹកអញ្ចឹងឧទាហរណ៍ថានៅពេលដែលយើងប្រើប្រាស់យើងគ្រាន់តែដកចឹងមកយើងបើកអនឲ្យវាលេខ0បែបនេះគឺយើងយកទៅជ្រលក់កុំទឹកដែលយើងចង់តែអញ្ចឹងលេខនឹងបង្ហាញឯងចាប់ពី1ដល់លេខគុណ1000អញ្ចឹងណាអូនទៅតាមប្រភេទទឹកជាក់ស្ដែង ចាបង ហើយនេះគឺជាប្រភេទឧបករណ៍តេស្តរក pH នៅក្នុងទឹកអូនសម្រាប់លេខគឺនឹងបង្ហាញចាប់ពី0រហូតដល់14ហើយបើសិនជា pH ចាប់ពី7ឡើងគឺជាប្រភេទមជ្ឈដ្ឋានបាក់ហើយបើសិនជាទូចជាង7គឺជាប្រភេទមជ្ឈដ្ឋានអាស៊ីតចឹងណាអូន ចានៅបងចឹងសម្រាប់ឧបករណ៍ពីហ្នឹងគឺអាចតេស្តបានគ្រប់ប្រភេទទឹកមែនបង អូនអាចប្រើប្រភេទឧបករណ៍ទាំងពីរនេះគឺអាចតេស្តបានគ្រប់ភពទឹកទាំងអស់មិនថាទឹកដូងទឹកស្លាក់ទឹកសតអត់ប្រចាំតេស្តចឹងណាអូន ចាបងអរគុណច្រើនមកសម្រាប់ការបកស្រាយបង អរ